ហេតុអ្វីមនុស្សល្អត្រូវរងទុក្ខតើយើងសុខចិត្តទទួលយករបស់ល្អពីព្រះប៉ុន្តែមិនមែនជាអំពើអាក្រក់ទេយោប2 10 Shalom មិត្តភក្តិជាទីស្រឡាញ់របស់ព្រះម្ចាស់យេស៊ូវគ្រីស្ទក្នុងការអានសប្តាហ៍ថ្ងៃនេះយោបជឿថាអ្វីដែលព្រះធ្វើគឺតែងតែល្អទោះបីជាមួយរយៈពេលនេះមានការខូចខាតនិងវឹកវរក៏ដោយតើយើងសុខចិត្តទទួលយករបស់ល្អពីព្រះប៉ុន្តែមិនមែនជាអំពើអាក្រក់ទេយោប2 10ព្រះមិនបានពន្យល់យោបពីអ្វីដែលគាត់កំពុងធ្វើនោះទេប៉ុន្តែទ្រង់មានបន្ទូលថាយោបអាចទុកចិត្តទ្រង់ឲ្យធ្វើអ្វីដែលត្រឹមត្រូវយោប38-42ហើយទ្រង់បានធានាយើងនៅក្នុងព្រះបន្ទូលរបស់ទ្រង់ថាព្រះយេស៊ូវបានរងទុក្ខជំនួសយើងទ្រង់បានរស់ពីសុគតឡើងវិញហើយឥឡូវនេះកំពុងរៀបចំកន្លែងមួយដែលគ្មានការរងទុក្ខសម្រាប់យើងទាំងនេះប្រហែលជាមិនមែនជាចម្លើយដែលយើងចង់បានទេប៉ុន្តែវាគឺជាចម្លើយដែលយើងត្រូវការដើម្បីជួយយើងរស់នៅជាមួយអាយុចាស់ហើយជារឿយមិនមានចម្លើយចំពោះសំណួរអំពីការរងទុក្ខខ្ញុំសូមអញ្ជើញលោក Arenas មកជាមួយការសរសើរនៃគ្រួសារអាយុដ៏ស្រស់ស្អាត Kizia នៃ Baterakese ដើម្បីលើកការសរសើរដូចខាងក្រោមចងចាំសេចក្តីស្រឡាញ់របស់ទ្រង់ចូលនឹកចាំពីសេចក្តីល្អរបស់ទ្រង់និងព្រះគុណរបស់ទ្រង់សង្គ្រោះខ្ញុំត្បិតសេចក្តីស្រឡាញ់របស់ទ្រង់ខ្ពស់ដូចផ្ទៃមេឃភាពស្មោះត្រង់ព្រះចំពោះយើងសេចក្តីស្រឡាញ់របស់ព្រះចំពោះយើងគឺអស្ចារ្យណាស់ខ្ញុំមិនភ្លេចសេចក្តីស្រឡាញ់របស់ទ្រង់ឡើយខ្ញុំនឹងមិនភ្លេចព្រះគុណរបស់ទ្រង់ឡើយគាត់បានបំពេញទ្រង់បំពេញបំណងប្រាថ្នារបស់ខ្ញុំសេចក្តីស្រឡាញ់របស់ព្រះបិតាចំពោះយើងគឺអស្ចារ្យណាស់យើងពិតជាកំពុងតស៊ូជាមួយនឹងសំណួរដែលអ្នកវិទូបានតស៊ូជាមួយជាច្រើនសតវត្សមកហើយហេតុអ្វីមនុស្សល្អរងទុក្ខការរងទុក្ខគឺជាផ្នែកមួយនៃជីវិតនៅក្នុងពិភពលោកដែលមានបាបត្រូវបណ្ដាសាហើយមនុស្សល្អក៏រងទុក្ខដូចអ្នកដទៃដែរហេតុនេះហើយបានជាយើងនឹងទៅកន្លែងល្អជាងហើយយើងនឹងនឹកពេលវេលាដែលយើងអាចជួបអ្នកដើរតាមព្រះយេស៊ូវគ្រប់រូបកុំបន្ទោសព្រះពេលយើងឃើញមនុស្សល្អរងទុក្ខប្រសិនបើយើងមានការងឿងឆ្ងល់នឹងការរងទុក្ខរបស់មនុស្សល្អយើងអាចសួរព្រះដោយត្រង់ប្រកែកជាមួយទ្រង់ប្រសិនបើយើងត្រូវតែហើយតស៊ូជាមួយការសង្ស័យរបស់យើងទោះជាយ៉ាងណាក៏ដោយសូមកុំបន្ទោសព្រះម្ដងទៀតអាម៉ែនហេតុអ្វីត្រូវរងទុក្ខបែបនេះខ្ញុំមិនដឹងទេរឿងមួយដែលខ្ញុំដឹងការប្រព្រឹត្តរបស់ទ្រង់គឺល្អសម្រាប់ខ្ញុំទុកចិត្តលើទ្រង់អស់ពីចិត្តដូច្នេះខ្ញុំយកឈ្នះទោះមានអ្វីកើតឡើងក៏ដោយស្មេកការបំផុសគំនិតថ្ងៃនេះព្រះមិនចាំបាច់ផ្ដល់ចម្លើយដល់យើងទេប៉ុន្តែទ្រង់សន្យាLangkahku diatur oleh Tuhan dan tangan kasih-Nya memimpinku di tengah badai dunia menakutkan hatiku tetap tenang teduh tiap langkahku Kau Tuhan yang pimpin ke tempat tinggiku dihantarnya hingga sekarang